គ្នាថាស្រឡាញ់ស្មោះត្រង់នឹងគ្នាអស់មួយជីវិតដោយឆ្មាសង្កេតឃើញកណ្ដុរមានការលំបាកក្នុងការស្វែងរកអាហារឆ្មាក៏យកកណ្ដុរមករស់នៅក្នុងផ្ទះរបស់វាកណ្ដុររីករាយណាស់ព្រោះលែងលំបាកក្នុងការស្វែងរកចំណីដូចមុនទៀតហើយសត្វទាំងពីររស់នៅយ៉ាងសប្បាយឆ្មាចូលចិត្តកណ្ដុរណាស់រាល់ថ្ងៃវាតែងតែយកអាហារឆ្ងាញ់មកកប់ចិត្តមិត្តវាជានិច្ចមិនឲ្យកណ្ដុរពិបាកឡើយនេះព្រឹកមួយឆ្មារកទឹកផឹកក្នុងផ្ទះតែអស់រលីងពីត្រឡោកឆ្មាក៏និយាយទៅកាន់កណ្ដុរថាសម្លាញ់ថ្ងៃនេះឯងទៅដងទឹកទុកបំរុងក្នុងផ្ទះយើងផងណាទឹកក្នុងត្រឡោកអស់ហើយនិយាយចប់ឆ្មាចេញទៅរកចំណីដូចធម្មតាកណ្ដុរនៅមុខឆ្មាវាធ្វើជាមានទឹកមុខរីករាយណាស់ប៉ុន្តែពេលឆ្មាចេញទៅបាត់វាមួម៉ៅក្នុងចិត្តហើយរអ៊ូថាមិនអីទេអាសម្លាញ់ឃើញអញតូចទៀតហ៊ានប្រើអញឲ្យដងទឹកផងហ៎ថ្ងៃណាមួយអញនឹងធ្វើឲ្យអញឈឺចាប់មិនខានទេពេលកណ្ដុរដើរទៅដងទឹកវាបានជួបនឹងទន្សាយកំពុងអង្គុយលើខ្នងខ្លាដែលកាន់រាជសារព្រះព្រំដែលមានសត្វស្វាសេះពពែពស់នាគក្រៀកនិងមានសត្វមួយចំនួនទៀតកំពុងឈរស្ដាប់ទន្សាយអានរាជសារដោយសំឡេងខ្លាំងថាយើងជាអ្នកតំណាងឲ្យព្រះព្រំសូមប្រកាសប្រាប់អស់សត្វទាំងឡាយឲ្យបានដឹងថានៅមួយសប្តាហ៍ទៀតនឹងមានធ្វើពិធីជ្រើសរើសសត្វទាំងឡាយដើម្បីដាក់ឈ្មោះឲ្យឆ្នាំនីមួយសម្រាប់មនុស្សលោកប្រើប្រាស់ដើម្បីជៀសវាងការច្រឡំអាយុបងឬប្អូនគ្នាព្រោះគ្មានឈ្មោះឆ្នាំជាសម្គាល់ប៉ុន្តែកំណត់យកឈ្មោះតែ12សត្វប៉ុណ្ណោះបើសត្វណាទៅដល់មុនគេក្នុងថ្ងៃកំណត់គឺបានលេខរៀងទី1ឆ្នាំបងគេឯសត្វដែលទៅដល់បន្តបន្ទាប់យើងនឹងរៀបតាមលំដាប់លំដោយឯទីកន្លែងប្រពធ្វើពិធីនៅដំណាក់ជ្រោះកណ្ដុរស្ដាប់រាជសារចប់រីករាយក្នុងចិត្តណាស់វាគិតថាដល់ពេលដែលអញធ្វើឲ្យឆ្មាឈឺចាប់ម្ដងហើយតើអញត្រូវរកមធ្យោបាយបែបណាដើម្បីសម្រេចបំណងនេះបានកំពុងតែគិតក៏ស្រាប់តែមានសត្វគោមួយដើរមកដល់កណ្ដុរមានគំនិតមួយភ្លាមវាបាននិយាយទៅកាន់គោថាបងគោតើបងបានឮសេចក្តីប្រកាសរបស់ព្រះព្រំហើយឬនៅមិនដឹងអ្វីទាំងអស់គោក្រវីក្បាលបញ្ជាក់កណ្ដុរនិយាយរៀបរាប់សពគ្រប់ប្រាប់គោប៉ុន្តែវាបានលាក់បាំងទីកន្លែងមិនឲ្យគោដឹងឡើយកណ្ដុរនិយាយទៅកាន់គោបន្តទៀតថាដល់ថ្ងៃកំណត់បងគោត្រូវមកយកខ្ញុំយើងធ្វើដំណើរជាមួយគ្នាខ្ញុំស្គាល់ផ្លូវច្បាស់ណាស់កណ្ដុរប្រាប់គោទៀតថាដល់ថ្ងៃកំណត់ពេលមាន់រងាម្ដងបងគោត្រូវតែមកដល់ផ្ទះខ្ញុំហើយបន្លឺសំឡេងជាសញ្ញាមកខ្ញុំនឹងចេញមកហើយគោយល់ព្រមតាមការណែនាំរបស់កណ្ដុរឆ្មាមកដល់ផ្ទះវិញបាននាំមកនៅចំណីអាហារឆ្ងាញ់យ៉ាងច្រើនខុសសពមួយដងឆ្មានិងកណ្ដុរអង្គុយបរិភោគទល់មុខគ្នាយ៉ាងរីករាយពេលនោះកណ្ដុរបានរៀបរាប់ប្រាប់ឆ្មាពីរាជសាររបស់ព្រះព្រំរៀបចំពិធីជ្រើសរើសសត្វទាំងឡាយដាក់ឈ្មោះឲ្យឆ្នាំទាំង12ប៉ុន្តែវាបានបំភ្លើសថ្ងៃកំណត់ឲ្យហួសមួយថ្ងៃឆ្មាទទួលដំណឹងនេះហើយរីករាយណាស់វាអរគុណកណ្ដុរជាមិត្តដោយចិត្តរំភើបបន្ទាប់ពីបរិភោគអាហារពេលល្ងាចបានបន្តិចឆ្មាក៏ចាប់ផ្ដើមដេញប្រឡែងលេងជាមួយកណ្ដុររហូតដល់កណ្ដុរហត់រត់លេងរួចទើបវាឈប់នេះជាទម្លាប់ធម្មតារបស់សត្វឆ្មាវាធ្វើយ៉ាងនេះរាល់ថ្ងៃមុនពេលវាចូលដេកដល់ថ្ងៃកំណត់មាន់រងាទៀបភ្លឺគោមកដល់តាមការកំណត់វាបានបន្លឺសំឡេងជាសញ្ញាឲ្យដំណឹងដល់កណ្ដុរមកប៉ុន្តែដោយបំពង់កវាធំឬសូមមក
ហើយមនេះគឺជាសំឡេងគោហៅគ្នាវារហូតដល់សប្តាហ៍ថ្ងៃដាយកណ្ដុរដេកមិនលក់រសាប់រសល់ខ្វល់គំនិតគិតតែពេលណាណាត់កណ្ដុរក៏បានឮសំឡេងគោហៅវាដើរលុបលបចេញពីផ្ទះមិនឲ្យឆ្មាដឹងឡើយកណ្ដុរឡើងជិះលើខ្នងគោរួចចេញដំណើរយ៉ាងស្ងៀមស្ងាត់ចិត្តរបស់វារំភើបយ៉ាងខ្លាំងព្រោះការគិតរបស់វានឹងត្រូវបានសម្រេចជាមិនខានតាំងពីទៀបភ្លឺរហូតដល់មួយព្រឹកធំកណ្ដុរនិងគោបានទៅដល់ខ្លោងទ្វារចូលដែលមានការគិតទុកជាមុនកណ្ដុរលោតចុះពីលើខ្នងគោរត់យ៉ាងលឿនសម្ដៅដំណាក់ជ្រោះកន្លែងរៀបចំពិធីព្រះព្រំលើកដៃស្វាគមន៍ហើយបានឲ្យទេវតាប្រគល់ឈ្មោះឆ្នាំទី1ដែលជាឆ្នាំបងគេទៅឲ្យកណ្ដុរព្រះព្រំមានព្រះរាជបន្ទូលថាក្នុងចំណោមឆ្នាំដែលបានកំណត់យើងតាំងឈ្មោះឲ្យកណ្ដុរឯងជាឆ្នាំជូតគឺជាឆ្នាំមុនគេក្នុងការរាប់ឆ្នាំទាំង12សូមរីករាយចំពោះជោគជ័យរបស់ឯងកណ្ដុរបានសម្រេចបំណងរបស់វាហើយអ្នកបន្ទាប់គឺគោតាំងដល់ឆ្នាំឆ្លូវគោមិនស្ដាយកាយដែលចាញ់ល្បិចកណ្ដុរទេព្រោះវាគិតថាដោយសារកណ្ដុរទៅវាបានឆ្នាំបន្ទាប់នេះបន្តមកទៀតខ្លាទន្សាយនាគរាជពស់វែកសេះពពែស្វាមាន់ឆ្កែនិងសត្វជ្រូកកន្ធាត់មួយធ្វើដំណើររអ៊ិកអ៊ាក់ឆ្ងាយពីគេបានមកដល់ហើយក៏បានកំណត់ឆ្នាំទី12ជាឆ្នាំចុងក្រោយព្រះព្រំបានឲ្យទេវតារៀបចំតែងតាំងឈ្មោះហើយប្រកាសឆ្នាំតំណាងដោយសត្វនីមួយដូចតទៅឆ្នាំទី1ជូតកណ្ដុរឆ្នាំទី2ឆ្លូវគោឆ្នាំទី3ខាលខ្លាឆ្នាំទី4ថោះទន្សាយឆ្នាំទី5រោនាគរាជឆ្នាំទី6ម្សាញ់ពស់ឆ្នាំទី7មមីសេះឆ្នាំទី8មមែពពែឆ្នាំទី9វោកស្វាឆ្នាំទី10រកាមាន់ឆ្នាំទី11ចឆ្កែឆ្នាំទី12កុលជ្រូករាជពិធីបានបញ្ចប់ដោយជោគជ័យសត្វទាំងអស់ក៏វិលត្រឡប់ទៅកាន់ទីលំនៅរបស់គេរៀងខ្លួនវិញស្អែកឡើងឆ្មាបានធ្វើដំណើរទៅចូលរួមពិធីជ្រើសរើសសត្វតាមពេលកំណត់ដែលកណ្ដុរបានប្រាប់តាមផ្លូវធ្វើដំណើរវាបានជួបនឹងសត្វស្វាមានការងឿងឆ្ងល់ចំពោះឆ្មាក៏សួរថាសម្លាញ់ឯងទៅណាមកណាដូចជារស់រាន់ខ្លាំងម្ល៉េះឆ្មាឆ្លើយប្រាប់តាមដើមហេតុរបស់វាសពគ្រប់ឆ្មាក៏បានសួរនាំស្វាវិញពីកណ្ដុរមិត្តរបស់វាដែលបាត់ពីផ្ទះអស់រយៈពេល1ថ្ងៃ1យប់ស្វាស្ដាប់ហើយអាណិតឆ្មាយ៉ាងខ្លាំងវាបានរៀបរាប់ពីសកម្មភាពរបស់កណ្ដុរប្រាប់ឆ្មាយល់សេចក្តីខឹងណាស់ក៏តាំងចិត្តថានឹងតាមរកកណ្ដុរទាមទារយកអ្វីដែលវាធ្លាប់ផ្ដល់ឲ្យកណ្ដុរមកវិញទាំងអស់ចំណែកកណ្ដុរមិនត្រឡប់មករស់នៅជាមួយឆ្មាវិញទេវាគេចខ្លួនធ្វើដំណើរជាមួយគោទៅនៅតាមស្រុកភូមិនានាដែលមនុស្សរស់នៅដោយកន្លងមកកណ្ដុររស់បានដោយសារឆ្មាចិញ្ចឹមឥឡូវវាខ្លាចជាសត្វដែលចេះតែលួចស៊ីចំណីអាហារនិងក៏គេបំផ្លាញសម្ភារៈផ្សេងរបស់មនុស្សតែមនុស្សមិនចូលចិត្តវាឡើយក្រោយមកឆ្មាតាមរកកណ្ដុរឃើញក៏ប្រែចិត្តពីការដេញប្រឡាញ់លេងនិងផ្ដល់អាហារឲ្យកណ្ដុរស៊ីទៅជាដេញចាប់កណ្ដុរស៊ីជាអាហារវិញរហូតដល់បច្ចុប្បន្ននេះកណ្ដុរគឺជាសត្វដែលពូកែខាងបំផ្លាញសម្ភារៈផ្សេងក្នុងផ្ទះនិងផលដំណាំបន្លែស្រូវរីឯមនុស្សវិញក្រៅពីប្រើអង្គប់ឬអន្ទាក់និងរកមធ្យោបាយផ្សេងទៀតដើម្បីកម្ចាត់កណ្ដុរមនុស្សក៏បានយកឆ្មាមកចិញ្ចឹមដើម្បីចាប់កណ្ដុរដែរឆ្មាជាសត្វគួរឲ្យស្រឡាញ់របស់មនុស្សពិសេសក្មេងៗចូលចិត្តលេងជាមួយឆ្មាណាស់